ប្រញាប់គ្រវែងវាចោលទៅអាស៊ូដាឈៀងមិនចង្រៃក្នុងផ្ទះឯងនឹងធ្វើឲ្យកូនប្រុសខ្ញុំងាប់បាត់ហើយឥឡូវខ្ញុំវាឲ្យងាប់យកមកសង្វិញពួកយើងដាច់គ្នាត្រឹមនឹងហ្មងទៅងាប់ក៏ងាប់ទៅយកមកវិញធ្វើអីទៀតពិតជាសីមែនចូលថ្មឹងធ្វើអីហ្នឹងជួយលើកដៃបន្តិចមើលយកវាទៅបោះចោលក្នុងលូទៅពួកគាត់និយាយតិចមើលកុំឲ្យរំខានខ្ញុំស្ដាប់ចម្រៀងណាបងស្រីឯងត្រូវគេដេញក្បាលមកវិញហើយនៅមានចិត្តស្ដាប់ចម្រៀងទៀតហាអញពិតជាស៊ីមែនមិនក៏ចិញ្ចឹមបានកូនខាតដើមបែបនេះវើយពុកចុះខាងនោះគេទាលុយបណ្ណាការវិញអត់អញ្ចឹងខ្ញុំចាយអស់រលីងហើយណាចង់ដកលុយវិញហាយកសັບទៅកាលនឹងខ្ញុំប្រាប់ហើយថាឲ្យពួកវាចុះសម្បត្តិអាពីពីសិនទៅឃើញទេឥឡូវត្រូវមកដេកដោះស្រាយខ្លួនឯងហើយក្រោយពេលកើតហេតុមានការអីទៀតលឿនឡើងឆ្លៀតពេលភ្លៀងខ្លាំងយកមេម្នាក់នេះទៅបោះក្នុងលូស្អុយឲ្យហូរទៅបាត់ទៅហើយខ្មោចឡងតែខ្ញុំមិនមែនកំពុងបង្រៀននៅក្នុងបន្ទប់វះកាត់សាកសពទេអីទើបតែនិយាយដល់រឿងប្រាវិធីវិភាគជាតិគីមីដើម្បីកំណត់កម្រិតរលួយរបស់សាកសពសោះមិនក៏មកដល់ទីនេះវិញឆ្លងភពហើយតើខ្មោចរੂឡើងវិញហាហ៊ានមកបន្លាចអញផងចាំមើលអញវាឯងឲ្យងាប់អញមិនជឿថាទូនមានឯងមិនបានទេកាប់វាឲ្យងាប់ទៅពុកចាំមើលវាហ៊ានឌឺទៀតអត់អញចង់ធ្វើអីហ្នឹងអញជាពុកឯងណាដៃដូចជើងមន់របស់លោកសំបីតែកំបិតក៏កាន់មិនជាប់ផងមិនសមសំបីតែធ្វើជាជំនួយការពិសោធន៍របស់ខ្ញុំផងតើអាគំរក់នេះអញចង់ប៉ះបរិហាឲ្យតែយើងជ្រើសរើសមុំកាប់កំបិតឲ្យបានត្រឹមត្រូវការបំបែកសាច់និងឆ្អឹងគឺត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះអញប្រញាប់ក្បាលចេញទៅចេញឲ្យផុតទៅចេញពីផ្ទះត្រូស៊ូទៅពួកផ្ទះត្រកូលស៊ូនេះពិតជាចម្លែកខុសគេមែនសំបីតែខោអាវល្អមួយកំភ្លេក៏មិនឲ្យស្លៀកដែរសំណាងហើយដែលទីបំផុតអាចរួចផុតពីពួកបិសាចជញ្ជក់ឈាមនេះបានហ្មងបន្ទាប់ពីនេះត្រូវគិតមើលថាគួររកស៊ីអីដើម្បីចិញ្ចឹមជីវិតហើយទសវត្សរ៍ឆ្នាំ80ទើបតែបើកទូលាយសម័យនោះឲ្យតែធ្វើអាជីវកម្មបន្តិចបន្តួចក៏អាចមានបានដែរប៉ុន្តែពេលនេះខ្ញុំគ្មានលុយមួយរៀលជាប់ខ្លួនទេត្រូវតែរកការងារធ្វើសិនហើយខ្ញុំជាគ្រូពេទ្យក៏សវិច័យវះកាត់សាកសពតើមានអ្នកណាគេព្រមជួខ្ញុំទៅវើយ